បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាមេរៀនថ្មីមេរៀនបន្ត Unit 3អំពីសំឡេងនៃអក្សរ G អក្សរ H និងអក្សរ I តែមុននឹងចាប់ផ្ដើមសិក្សានៅសំឡេងអក្សរទាំង3នេះខ្ញុំបានសូមរំលឹកតួអក្សរកាលពី Unit 2គឺអក្សរ D E និង F អញ្ចឹងអក្សរ D សំឡេងរបស់វាគឺ D អក្សរ E គឺ E អក្សរ F គឺ F តម្ដងទៀតអក្សរ D គឺ D អក្សរ E គឺ E អក្សរ F គឺ F ឥឡូវយើងចូលមកដល់ Unit 3តែម្ដងអក្សរ G សំឡេងប្រកបរបស់វាគឺ G អក្សរ H សំឡេងប្រកបរបស់វាគឺ H អក្សរ I សំឡេងប្រកបរបស់វាគឺ I មកយើងអានទាំងអស់គ្នាតកតងទៅនឹង letter G G good G gorilla G good G gorilla G gorilla G gorilla G goat G goat G gift G gift G girl G girl នេះគឺជារបៀបសរសេរអក្សរ G ធំ big G ហើយនេះគឺជារបៀបសរសេរអក្សរ G តូច small g បងប្អូនទាំងអស់គ្នាអាចពិនិត្យមើលបានអញ្ចឹងខ្ញុំមិនផ្ដោតលើកន្លែងសរសេរទេដោយសារតែខ្ញុំផ្ដោតតែលើសំឡេងប្រកបតែប៉ុណ្ណោះអញ្ចឹងគេសួរថា which one begins with the g sound អញ្ចឹងគេសួរថាតើមួយណាដែលផ្ដើមដោយសំឡេង g មួយនេះឬក៏មួយនេះអញ្ចឹងមួយនេះគឺពពែ goat g goat តោះទី2មួយណាគឺ gorilla G gorilla ទី3 G girl ទី4 G gift កាដូឬក៏អំណោយ G gorilla G girl G gift G goat ឥឡូវយើងចូលដល់ letter H សំឡេងប្រកបរបស់វាគឺ H happy H happy H horse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  H hat H hat H house H house H hot dog H hot dog នេះគឺជារបៀបសរសេរអក្សរ A ធំហើយនេះគឺជារបៀបសរសេរអក្សរ A តូចអសូមអានទាំងអស់គ្នា H hat H house H hot dog H horse H hat H house H hot dog H horse ឥឡូវយើងចូលដល់ letter I សំឡេងប្រកបរបស់វាគឺ I interesting I interesting I insect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  I ink I ink I igloo I igloo I iguana I iguana នេះគឺជារបៀបសរសេរអក្សរ I ធំហើយនេះគឺជារបៀបសរសេរអក្សរ I តូចទាំងអស់គ្នាអាចពិនិត្យមើលបាននេះគេសួរថាតើមួយណាដែលផ្ដើមដោយសំឡេង I which ones begin with the I sound ចឹងមួយណា igloo iguana ink insect I igloo I insect I iguana I ink I igloo I insect I iguana I
ink បាទចំពោះមេរៀនទី3របស់យើងក៏ឈានចូលមកដល់ទីបញ្ចប់ហើយមុននឹងបញ្ចប់ខ្ញុំបាទសូមរំលឹកសំឡេងទាំង3ឡើងវិញ letter G សំឡេងរបស់វាគឺ g g h h h អក្សរ I សំឡេង e e g h e g h e g h e បាទមេរៀននេះផងដែរក៏ឈានចូលមកដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នានៅមេរៀនបន្ទាប់គណៈពេលនេះខ្ញុំបាទសូមលំអរកាយគ្រប់លានិងសូមអរគុណ